តម្លៃមាសធ្វើការហក់ឡើងតាមការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះបាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់បងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះផងដែរតម្លៃមាសបានធ្វើការហក់ឡើងបន្តទៀតហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺមាសស្ថិតនៅក្នុងតម្លៃ$5,147ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$6,201ក្នុង1តម្លឹងឬស្មើនឹង$620ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញប្រាក់ក៏បានធ្វើការហក់ឡើងផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$86ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$103ក្នុង1តម្លឹងឬស្មើនឹង$10.3ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2,763ក្នុង1គីឡូក្រាមផងដែរអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើមាសក៏ដូចជាប្រាក់អាចនឹងបន្តធ្វើការហក់ឡើងបន្តទៀតឬក៏មានការធ្លាក់ចុះមកវិញហើយបើសិនជាមានការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ